ฮีแมนកំពុងក្អកយ៉ាងខ្លាំងនៅក្បែរឡានខណៈពេលដែលធីឡាឈរមើលគាត់ដោយក្តីបារម្ភ Beastman ដែលជាបិសាចរោមក្រាស់បានលោតចុះមកលើផ្លូវថ្នល់ក្នុងទីក្រុងនិងស្រែកគ្រហឹមយ៉ាងកាចសាហាវ ហ៊ីមិននិងធីវ៉ាបានរត់គេចខ្លួនយ៉ាងលឿនឆ្លងកាត់ចំណោមឡានជាច្រើននៅលើផ្លូវ អ្នកទាំងពីរបានរត់មកដល់សួនច្បារមួយហើយសម្លឹងមើលទៅលើមេឃទាំងភ្ញាក់ផ្អើល មនុស្សម្នានៅជុំវិញនោះបាននាំគ្នាឈរមើលនិងយកទូរស័ព្ទមកថតរូបព្រឹត្តិការណ៍ចម្លែកនេះ ហ៊ីមិននិងធីឡាបានឡើងទៅអង្គុយក្នុងកាប៊ីនយន្តហោះនាវាគ្រាប់រ៉ុកែតដ៏ទំនើបមួយ នាវាបានហោះចូលទៅក្នុងរន្ធខ្យល់កាឡាក់ស៊ីដែលមានពន្លឺពណ៌ចម្រុះយ៉ាងលឿនហើយហ៊ីមិនសើចដោយភាពរីករាយ នៅក្នុងនាវាឈីឡានិងហ៊ីមិនបានងាកមកជែកគ្នាទៅវិញទៅមកខណៈពេលកំពុងធ្វើដំណើរ ទឹកមុខរបស់ហ៊ីមិនប្រែជាព្រួយបារម្ភខណៈពេលដែលមានមនុស្សយន្តភ្នែកក្រហមម្នាក់កំពុងតាមដានពួកគេពីនាវាមួយទៀត នៅក្នុងបន្ទប់ងងឹតមួយមានសាកសពដេកគ្រប់ក្រណាត់សាហាយ Skeletor ដែលមានមុខជាលាតក្បាលភ្នែកក្រហមបានលេចខ្លួនឡើង Evelyn ដែលជាមេធ្មប់ពាក់មកុដបន្លាបានឈរមើល Skeletor ដើរតម្រង់ទៅរកកូនចៅរបស់ខ្លួន Skeletor បានប្រើថាមពលមន្តអាគមពណ៌ស្វាយដាក់កូនចៅដែលមានមុខដូចជ្រូកឲ្យដួលទៅនឹងដី Skeletor ដើរឡើងទៅអង្គុយលើរាជបល្ល័ង្កឆ្អឹងរបស់គេដោយមាន Evelyn ដើរទៅក្បែរនោះដែរ Skeletor បានងាកមកនិយាយនិងគំរាមកំហែង Evelyn នៅគៀកនឹងមុខរបស់នាងយ៉ាងគួរឲ្យខ្លាច ស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់និងកុដដៃខ្មៅកំពុងញ៉ាំយានអវកាសមួយគ្រឿងកំពុងហោះហើរកាត់លើតំបន់ភ្នំនារេប្រឡូកយានអវកាសបានហោះចុះចតនៅក្នុងមូលដ្ឋានទ័ពក្រោមដីមួយតួអង្គ Thila និង Adam បានដើរចុះពីលើយានអវកាសចូលទៅក្នុងបន្ទាយ នៅក្នុងផ្ទះបាយមេចុងភៅកំពុងឆាអាហារស្រាប់តែមានភ្លើងឆាប់ឆេះយ៉ាងខ្លាំង Thila និង Adam ដើរកាត់ហ្វូងមនុស្សដែលកំពុងមីញឹកនៅក្នុងរូងភ្នំពួកគេទាំងពីរបានដើរមកដល់មុខទ្វារបន្ទប់បញ្ជាការដែលមានតួអង្គ Manatoms កំពុងឈររង់ចាំ Manatoms សម្លឹងមើលទៅពួកគេទាំងពីរដោយក្តីបារម្ភចំណែកឯ Adam បានដើរចូលមកខាងក្នុង Adam សម្លឹងមើលជុំវិញបន្ទប់រួចបង្ហាញស្នាមញញឹមយ៉ាងរីករាយទៅកាន់អ្នករាល់គ្នាទិដ្ឋភាពរួមនៃបន្ទប់បញ្ជាការដែលមានផែនទីពិភពលោកពន្លឺពណ៌ខៀវនៅចំកណ្ដាលបុរសម្នាក់ពាក់មួកក្រោះដែលជិតក្បាល Ramen ដើរចូលតាមទ្វារមក Adam លើកដៃឡើងធ្វើកាយវិការពន្យល់អ្វីមួយទៅកាន់អ្នករាល់គ្នាខណៈដែល Thila ឈរក្បែរនោះ Thila បង្ហាញទឹកមុខមិនសូវសប្បាយចិត្តរួច Adam បន្តនិយាយនិងដើរទៅមកក្នុងបន្ទប់អ្នករាល់គ្នាកំពុងឈរជុំវិញតុផែនទីស្រាប់តែ Adam និយាយឡើងរួចដកដាវវែងមួយចេញពីស្មារបស់ខ្លួន Adam លើកដាវនោះហុចទៅឲ្យ Ramen ដោយក្តីរំភើប Thila មើលទៅដាវនោះដោយការងឿងឆ្ងល់រួច Ramen ទទួលយកដាវនោះទៅពិនិត្យមើល Manatoms សម្លឹងមើលទៅដាវរួចងាកមកមើល Thila និង Adam ដើរទៅកាន់ទ្វារដែកមួយរួចនាងបានចុចកូដនៅលើផ្ទាំងបញ្ជាដើម្បីបើកទ្វារបានបើករួចពួកគេទាំងពីរដើរចូលទៅក្នុងបន្ទប់ងងឹតមួយបន្ទាប់មកទ្វារក៏បិទទៅវិញ Thila ងាកមកមើលមុខ Adam ដោយទឹកមុខម៉ឺងម៉ាត់ Adam ដើរទៅមើលបុរសម្នាក់ដែលកំពុងដេកសន្លប់នៅលើក្រែថ្មមានមនុស្សយន្តយាមទ្វារម្នាក់ដើរចូលមកជិត Adam រួច Adam ងាកទៅនិយាយជាមួយវាទិដ្ឋភាពពីលើតុផែនទីដែលមានដាវវែងដាក់នៅចំកណ្ដាលរួចមានដៃមនុស្សយន្តមកប៉ះដាវនោះ Manatoms និងស្ត្រីម្នាក់ទៀតកំពុងពិនិត្យមើលវត្ថុបុរាណនិងនិយាយគ្នាកងទ័ពម្នាក់ពាក់មួកក្រោះកំពុងនិយាយតាក់ទងគ្នាតាមរយៈឧបករណ៍ជើងជាយ៉ាងស្រាប់តែមានយន្តហោះស្ទើរហោះកាត់ពីលើមេឃខាងក្រៅនិងទៅសរសៃខ្សែភ្លើងដើម្បីបើកទ្វារអាសន្ន ទ្វារបើកឡើងស្រាប់តែមានផ្សែងហុយចេញមកយ៉ាងខ្លាំង Adam មើលទៅដោយការភ្ញាក់ផ្អើល Adam និយាយលេងសើចជាមួយមនុស្សយន្តរួច Thila ស្ទុះទៅមើលបុរសដែលរបួសលើក្រែថ្ម Adam ដើរទៅដងទឹកដាក់ក្នុងកែវដែកមួយ Adam យកទឹកនោះទៅជិះលើមុខបុរសដែលសន្លប់នោះធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនឡើងទាំងខឹងសម្បារ Adam ធ្វើមុខស្រពោនសុំទោសរួចអង្គុយចុះជិតក្រែដើម្បីសាកសួរព័ត៌មានពីបុរសម្នាក់នោះបុរសដែលរបួសនោះបានញឹមបន្តិចរួចងាកមកនិយាយរៀបរាប់ប្រាប់ Adam វិញ Duncan ត្រូវបានគេឃើញរងរបួសយ៉ាងធ្ងន់ធ្ងរ Thila និង Adam សម្លឹងមើលទៅ Duncan ដោយក្តីបារម្ភ Ram Manly Duncan លើស្មារត់តាមផ្លូវដើរក្នុងរូងភ្នំដោយមាន Thila និង Adam រត់អំពីក្រោយ Ram Man ដាក់ Duncan ចុះសម្រាកយ៉ាងប្រុងប្រយ័ត្ននៅកន្លែងមានសុវត្ថិភាព Duncan ងើបក្បាលមើលជុំវិញទាំងការឈឺចាប់និងហត់នឿយពួកគេទាំងអស់គ្នារត់គេចខ្លួនយ៉ាងលឿនខណៈពេលមានការផ្ទុះផ្កាភ្លើងរាយប៉ាយពេញរូងភ្នំ Duncan និយាយទៅកាន់ Adam និង Thila ដើម្បីប្រាប់ពីស្ថានភាពពួកគេប្រញាប់ប្រញោលរត់ទៅពួននៅក្បែរគំនរប្រអប់ដែកធំ Thila និង Adam ពិភាក្សាគ្នាយ៉ាងតានតឹងខណៈពេលកំពុងលាក់ខ្លួនពីស្រូវនៅខាងក្រៅរូងភ្នំកងទ័ពស្រូវដឹកនាំដោយ Trapjaw កំពុងឈររង់ចាំយ៉ាងស្កឹមស្កៃ Adam សម្លឹងមើលទៅស្រូវដោយការតាំងចិត្តរួចញឹមយ៉ាងមានទំនុកចិត្ត Trapjaw លើកដៃយន្តរបស់គេឡើងដើម្បីត្រៀមវាយប្រហារ
ការវាយប្រហារធ្វើឲ្យ Adam ខ្ទាតធ្លាក់និងព្យាយាមតោងហ្គេមស្ពានយ៉ាងពិបាក Adam រុញខ្លួនឡើងលើវិញប៉ុន្តែត្រូវសត្រូវរុញផ្ដួលទៅលើដេកម្ដងទៀត Killa និង Duncan មើលទៅកាន់ Adam ពីចម្ងាយដោយភាពភ័យរន្ធត់ Adam ក្រោកឈរឡើងប្រឈមមុខនឹងសត្រូវរួចចាប់ទាញដាវទិព្វ Power Sword ចេញពីខ្នង Adam លើកដាវឡើងទៅលើមេឃខណៈពេល Trapjaw សម្លឹងមើលទៅដោយការភ្ញាក់ផ្អើលខ្សែរន្ទះនិងថាមពលដ៏ខ្លាំងក្លាបាញ់ទម្លាក់មកលើដាវរួចស្រោចស្រពជុំវិញខ្លួន Adam រាងកាយរបស់ Adam ចាប់ផ្ដើមផ្លាស់ប្ដូរទៅជាអ្នកខ្លាំងដែលមានសាច់ដុំមាំមួនគឺ He-Man Killa ឃើញការផ្លាស់ប្ដូរនេះហើយក៏ញញឹមចេញមកដោយក្តីសង្ឃឹម He-Man ញញឹមដាក់សត្រូវរួចកាន់ដាវប្រឡែងលេងដោយភាពជឿជាក់ Trapjaw ស្ទុះមកវាយប្រហារប៉ុន្តែ He-Man គេចផុតរួចចាប់ដៃដែករបស់ Trapjaw ជាប់ Killa ស្ទុះចូលរួមប្រយុទ្ធជាមួយសត្រូវម្នាក់ទៀតយ៉ាងស្វាហាប់នៅលើស្ពាន He-Man បន្តការវាយបកនិងទប់ទល់ជាមួយ Trapjaw យ៉ាងស្វិតស្វាញ Killa សម្លឹងមើលជុំវិញដោយការផ្ដោតអារម្មណ៍និងភ័យខ្លាចខណៈពេលដែលទាហានជាច្រើនអ្នកដេករបួសនៅលើដី He-Man ឈរមើលជុំវិញដោយទឹកមុខតានតឹងរួចដើរទៅមុខយ៉ាងម៉ឺងម៉ាត់ យានអវកាសមួយគ្រឿងបានហោះចុះចតយឺតនៅក្នុងរូងភ្នំដ៏ធំមួយ Skeletor ដែលមានភ្នែកពណ៌ក្រហមភ្លឺនិងកាន់ដំបងក្បាលពេបានដើរចេញពីយានអវកាសមកយ៉ាងគួរឲ្យខ្លាច Evelyn និងកងទ័ពរបស់ Skeletor ឈររង់ចាំស្វាគមន៍មេកាយរបស់ពួកគេ Skeletor និយាយទៅកាន់កងទ័ពរបស់ខ្លួនខណៈ Evelyn ឈរក្បែរនោះកាន់ដំបងវេទមន្ត យានអវកាសរបស់ He-Man និង Killa បានហោះយ៉ាងលឿនកាត់តាមជ្រលងភ្នំនិងព្រៃឈើដ៏ស្រស់ស្អាត Killa កំពុងបើកបរយានអវកាសដោយការយកចិត្តទុកដាក់ខណៈដែល He-Man និង Manatoms អង្គុយនៅខាងក្រោយ Manatoms និយាយពិភាក្សាជាមួយ Killa អំពីផែនការខណៈពេលដែលយានកំពុងហោះកាត់វាលទំនាបធំទូលាយ He-Man ត្រៀមខ្លួនរួចជាស្រេចនៅលើម៉ូតូហោះរបស់ខ្លួនដើម្បីបើកការវាយប្រហារ He-Man បើកបរម៉ូតូហោះកាត់ព្រៃឈើពណ៌ក្រហមយ៉ាងលឿនដើម្បីគេចពីការតាមប្រមាញ់របស់សត្រូវ Killa និង Manatoms មើលទៅក្រៅបង្អួចយានអវកាសដោយការបារម្ភពី He-Man He-Man លោតចេញពីម៉ូតូហោះរួចតោងមែកឈើនិងលោតទៅលើដំបូលយានរបស់សត្រូវ Manatoms ព្យាយាមរក្សាលំនឹងនៅក្នុងយានខណៈពេលដែលមានការផ្ទុះជាបន្តបន្ទាប់នៅខាងក្រៅ He-Man ប្រើកម្លាំងបំបែកកញ្ចក់យានរបស់សត្រូវរួចដកដាវវេទមន្តរបស់ខ្លួនចេញមកយ៉ាងអង់អាច យានរបស់សត្រូវមួយគ្រឿងបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅហើយ He-Man បានធ្លាក់ចុះមកដី Skeletor ដើរកាប់ផ្សែងនឹងភ្លើងយ៉ាងមានអំណាចទៅកាន់ទីតាំងដែលកងទ័ពរបស់ខ្លួនចាប់បានឆ្លើយសឹក Skeletor ដើរទៅជិត Manatoms ដែលត្រូវបានចាប់ខ្លួនរួចសម្លឹងមើលចំមុខដោយខ្សែភ្នែកដ៏សាហាវឃោរឃៅ Skeletor ឈរនៅលើវេទិកាខ្ពស់មួយហ៊ុំព័ទ្ធដោយអណ្ដាតភ្លើងនិងផ្សែងហើយចង្អុលទៅកាន់ហ្វូងមនុស្ស Duncan សម្លឹងមើលទៅ Skeletor ដោយការមិនពេញចិត្តចំណែក Beastman ឈរនៅក្បែរនោះ Skeletor និយាយដោយទឹកមុខកាចសាហាវនិងភ្នែកក្រហមឆេះខណៈពេលកាន់ដំបងសេលឹប Duncan និងអ្នកយាមដទៃទៀតបន្ទាបក្បាលចុះខណៈ Skeletor ដើរកាត់ Evelyn Skeletor បែរខ្នងដើរចេញទៅកាន់ពន្លឺភ្លើងដ៏ភ្លឺស្វាងនៅពីមុខគាត់ Killa ឈរមើលជុំវិញព្រៃដ៏ស្រស់ស្អាតដែលមានដើមឈើពណ៌ផ្កាឈូកនិងក្រហម បុរសស្បែកខ្មៅម្នាក់ដើរកាត់កំទេចកប៉ាល់ដែលកំពុងឆេះហើយទាញប្រអប់ដែកមួយចេញមក គាត់បើកប្រអប់នោះហើយដកអាវក្រោះដែកមួយផ្ទាំងចេញមកពិនិត្យមើល He-Man អង្គុយចុះរួចងើបមុខសម្លឹងមើលទៅខាងលើ មានសត្វមួយក្បាលទុំនៅលើដាវសេលឹបដែលដោតជាប់នឹងដីក្នុងព្រៃ He-Man ដើរសំដៅទៅរកដាវនោះខណៈមានពន្លឺព្រះអាទិត្យចាំងកាត់ដើមឈើ Killa ដើរមកជិត He-Man ហើយយកដៃប៉ះទ្រូងរបស់គាត់ថ្នមដោយក្តីបារម្ភ ពួកគេទាំងពីរដើរទៅជួបបុរសស្បែកខ្មៅម្នាក់ដែលកំពុងអង្គុយរបួស បុរសស្បែកខ្មៅនោះនិយាយទៅកាន់ Killa និង He-Man ទាំងទឹកមុខក្រៀមក្រំ He-Man ស្ដាប់ការរៀបរាប់របស់បុរសនោះដោយការយកចិត្តទុកដាក់និងទឹកមុខស្មោះត្រង់ He-Man អង្គុយចុះជិតបុរសនោះដើម្បីសម្រាលទុកនិងជែកគ្នាពីគម្រោងបន្ទាប់ បុរសនោះបង្ហាញក្តីសង្ឃឹមឡើងវិញតាមរយៈកែវភ្នែកខណៈពេលនិយាយជាមួយ He-Man ពួកគេទាំងពីរសើចដាក់គ្នាទៅវិញទៅមកដើម្បីលើកទឹកចិត្តក្នុងស្ថានភាពដ៏លំបាក Killa ដើរទៅពិនិត្យមើលកំទេចកប៉ាល់ដែលខូចខាតនិងមានផ្សែងហុយត្រឡោម He-Man ដើរទៅក្បែរ Killa ហើយពួកគេទាំងពីរឈរសម្លឹងមើលកំទេចកប៉ាល់ជាមួយគ្នា Killa ងាកមកញញឹមដាក់ He-Man ដោយក្តីសង្ឃឹមនិងភាពជឿជាក់